សួស្តីអ្នកគ្រូសុខណាស់និងសួស្តីអ្នកនរគ្នាខ្ញុំមកឈ្មោះបញ្ញាដិតឆានៅក្រុមមកពីកូពី SE ហើយថ្ងៃនេះខ្ញុំនឹងធ្វើការ pitch idea របស់ខ្ញុំទៅកាន់អ្នកនរគ្នាហើយនេះគឺជា team របស់ខ្ញុំដែលមានដូចជាឈ្មោះឈួរគំហុងខ្ញុំបានឈ្មោះបញ្ញាដិតឆា Lidara ពើដាវិននិងព្រមទាំងបកជីតាសេនាសាអញ្ចឹង pitch idea របស់ខ្ញុំគឺពាក់ព័ន្ធទៅនឹងសត្វចិញ្ចឹមហើយនេះគឺជា logo របស់ពួកយើងចឹងអ្នកទាំងអស់គ្នាដឹងហើយថាភិកការសត្វចិញ្ចឹមគឺយើងមិនមែនចេះតែយកមកចិញ្ចឹមបានទេយើងត្រូវទុកវាដូចជាក្រុមគ្រួសារយើងអញ្ចឹងនៅពេលដែលយើងទៅណាឆ្ងាយប្រកាសថាយើងអាចយកវាទៅតាមខ្លួនបានទេតែពេលយើងយកទៅតាមខ្លួនគឺវាយើងវេទនាដល់ខ្លួនឯងនិងវេទនាដល់អ្នកដទៃផងដែរអញ្ចឹងយើងត្រូវរកដំណោះស្រាយអីមួយដើម្បីជួយរកដោះស្រាយបញ្ហាមួយហ្នឹងបានអញ្ចឹងហើយនៅពេលហ្នឹងគឺយើងទៅជាអ្នកចូលមកដល់ជួយអ្នកទាំងអស់គ្នាគឺយើងបានរកឃើញនៅបញ្ហាមួយចំនួនដែលប្រជាជនខ្មែរពីច្រើនបានជួបប្រទះដូចជា busy schedule អញ្ចឹងន័យថានៅពេលដែលគាត់ទៅមានបុណ្យទានឬក៏មានទៅដើរលេងណាមួយគ្រួសារឬក៏ទៅណាឆ្ងាយឆ្ងាយក្រៅប្រទេសអីពួកគាត់គឺតែតែមានរវល់ឬក៏គាត់ជាប់ធ្វើការអញ្ចឹងហើយអញ្ចឹងនៅពេលហ្នឹងគាត់មានពេលគ្រប់គ្រាន់វេលាគ្រប់គ្រាន់ដើម្បីមើលសត្វចិញ្ចឹមរបស់ពួកគាត់ទេអញ្ចឹងពេលហ្នឹងគឺយើងអាចជួយបងពួកគាត់បានទី2គឺពាក់ព័ន្ធទៅនឹងpet well-being អញ្ចឹងនៅពេលដែលសត្វចិញ្ចឹមអ្នកនរគ្នាអត់បានមើលការមើលគ្រប់គ្រាន់គឺធ្វើឲ្យពួកគាត់ធ្វើឲ្យពួកវាអបសក់វាអាចកើតជំងឺ depression ឬក៏វាទៅខំនេះខំនោះធ្វើឲ្យខូចដល់របស់របរនៅក្នុងផ្ទះថែមទៀតផងទី3នោះគឺ emergency situation នោះនៅពេលដែលយើងទុកសន្តិចំយើងចោលវាអាចនឹងពំអីនេះខំអីនេះចោលឬក៏ទៅចេញក្រៅរបងផ្សេងៗដែលធ្វើឲ្យនាំឲ្យមានគ្រោះហានិភ័យទៅដល់ពួកវាជាច្រើនអញ្ចឹងនេះគឺយើងបានធ្វើ survey មួយចំនួន30នាក់ហើយពេលហ្នឹងគឺបង្ហាញថាពួកគាត់ជួបបញ្ហា busy schedule ច្រើនហើយនេះគឺជារូបភាពមួយចំនួនដែលយើងបានទៅចោះផ្ទាល់ដើម្បីទៅធ្វើកិច្ចសម្ភាសសួរសំណួរខ្លះៗពាក់ព័ន្ធទៅនឹងការសត្វចិញ្ចឹមរបស់ពួកគាត់តើជួបបញ្ហាអ្វីខ្លះដែរហើយនេះគឺជា solution ដែលយើងបានបង្ហាញដែលយើងចង់ឲ្យអ្នកទាំងអស់គ្នាឃើញគឺទី1គឺយើងអាចផ្ដល់នៅការមើលថែសត្វចិញ្ចឹមដ៏ល្អមួយដែលយើងផ្ដល់នៅ attention ខ្ពស់មើលការខុសត្រូវរបស់សត្វចិញ្ចឹមរបស់អ្នកឲ្យចំណីគ្រប់គ្រាន់មានផ្ដល់ attention ពួកគាត់24ម៉ោងតាមមិនឲ្យ pet owner មានអារម្មណ៍ភ័យខ្លាចទេប៉ុន្តែម្ដងយើងក៏មាន comfort និង routine ដែរគឺយើងផ្ដល់នៅភាពកក់ក្ដៅផ្ដល់នៅទីកន្លែងសម្រាប់ឲ្យគាត់ដេកត្រឹមត្រូវមានអាហារហូបចុកត្រឹមត្រូវដល់របស់លេងនិងថែមទាំងជូនគាត់ដើរលេងផ្សេងៗដើម្បីគាត់អបសុខជាដើមដើម្បីឲ្យពួកវាអបសុខជាដើម emergency support នៅពេលដែលសត្វចិញ្ចឹមទាំងអស់នោះវាជួបបញ្ហាមួយយើងក៏អាចមានថ្នាំឬក៏ជាឧបករណ៍អ្វីមួយដែលអាចជួយឲ្យពួកគាត់ជួយឲ្យពួកវាជាសះស្បើយឬក៏ជួយបានភ្លាមៗតែម្ដងហើយតែម្ដងក៏យើងមាន peace of mind ដែរ peace of mind គឺន័យថាយើងផ្ដល់នៅទំនុកចិត្តឲ្យអតិថិជនរបស់យើងដែលជា pet lover ហ្នឹងគឺកុំឲ្យព្រួយបារម្ភយើងនឹងផ្ដល់នៅសេវាកម្មមួយដែលជឿទុកចិត្តខ្ពស់និងអាចទុកចិត្តបាននេះគឺជា prototype របស់ពួកយើងដែលយើងនឹងមានកម្រងថានឹងធ្វើរបៀប style បែបខាងនេះនេះគឺរបៀបជាកន្លែងសម្រាប់មួយទឹកសម្អាតខ្លួនរបស់សត្វចិញ្ចឹមផ្សេងៗនេះកន្លែងលេង playground របៀបជាកងផ្សេងៗចឹងទៅបន្ទាប់មកនៅខាងឆ្វេងដៃខាងក្រោមនេះគឺជាកន្លែងសម្រាប់ទទួលភ្ញៀវមានលក់សម្ភារៈប្រើប្រាស់ផ្សេងៗថ្នាំអីតិចតួចចឹងទៅហើយនេះគឺជាកន្លែងសម្រាប់សត្វចិញ្ចឹមសម្រាប់ស្នាក់នៅផ្សេងៗជាដើមហើយនេះបន្តទៀតគឺជា membership ដែលយើងនឹងអាចរកលុយបានគឺទី1យើងមានកញ្ចប់ជា silver package ដែលយើងអាចផ្ដល់ជាចំណីបានគ្រប់គ្រាន់មានទឹកមានអីផ្ដល់នៅសេវាកម្ម30នាទីជូនគាត់ជូនសត្វចិញ្ចឹមរបស់អ្នកទាំងអស់គ្នាដើរលេងបំបត្តិភាពអបសុខផ្ដល់នៅការសម្អាតរាងកាយផ្សេងៗនៅពេលក្រោយពីធ្វើអ្វីមួយហើយនឹងផ្ដល់ជូនទៅនឹងថតរូបអាប់ដេតប្រចាំថ្ងៃសម្រាប់ goal វិញគឺដូចគ្នាចឹងដែរគឺយើងបន្ថែមទៅនឹង30នាទីទៀតលើការដើរហើយបន្ទាប់មកយើងផ្ដល់ជូនទៅនឹងការបោសសម្អាតកាន់តែជ្រៅជ្រះកាន់តែមើលកាន់តែជាក់លាក់ជាងមុនថែមមានបញ្ហា medication អីយើងអាចជួយដល់ភ្លាមៗនិង live video ជូនអ្នកទាំងអស់គ្នាថែមពីលើផងហើយសម្រាប់ diamond package របស់យើងវិញគឺយើងផ្ដល់ជូនទៅនឹងដូចនឹង goal ដែរប៉ុន្តែយើងថែមទៅលើមើលលើ24ម៉ោង emergency assistant គឺយើងមើលលើត្រួតពិនិត្យលើសត្វចិញ្ចឹមមួយហ្នឹងគឺ24ម៉ោងតែម្ដងមិនឲ្យមានបញ្ហាអ្វីមាន training ពិសេសជូន package មួយហ្នឹងផងដែរហើយនេះគឺជា target customer របស់ពួកយើងដែលមានជា paid pro ឬស្រីមិនគិតអាយុទេប៉ុន្តែយើងបានដាក់អាយុនៅនេះដើម្បីឲ្យដឹងថាជាក់លាក់ពី15ឆ្នាំទៅ45ឆ្នាំដែលមានកម្រៃចាប់ពី$500ឡើងទៅហើយមានស្ថិតនៅរស់នៅទីក្រុងភ្នំពេញប៉ុន្តែប៉ុណ្ណោះគឺជាអ្នកដែលស្រឡាញ់ចូលចិត្តសត្វចិញ្ចឹមហើយនេះគឺជា value proposition យើងគឺយើងទី1មុនដំបូងគឺយើងត្រូវ all in one pet care ចឹងន័យថាយើងផ្ដល់ជាកញ្ចប់មួយដែលយើងអាចបង់ជាកញ្ចប់ហ្នឹងសម្រាប់មួយខែឬក៏មួយថ្ងៃអញ្ចឹងយើងនឹងមានកម្រៃមកជាប្រចាំហើយ co easy pet package pack up ហ្នឹងគឺយើងមានសេវាកម្មមួយដែលយើងអាចទៅយកសត្វអ្នកទាំងអស់គ្នាពីទីលំនៅរបស់អ្នកទាំងអស់គ្នាផ្ទាល់មកកាន់កន្លែងរបស់យើងផ្ទាល់ផងយ៉ាងងាយមិនចាំបាច់អ្នកទាំងអស់គ្នាជិះមករកកន្លែងយើងទេប៉ុន្តែនោះយើងក៏មាន luxury pet experience ដែរដែលយើងរបៀបជាលក្ខណៈ premium និងមានលក្ខណៈពិសេសជូនសេវាកម្មទៅដល់សត្វចិញ្ចឹមអ្នកទាំងអស់គ្នាហើយនេះគឺជា market valuation របស់យើងដែលយើងបានsurveyចំនួនមនុស្ស63នាក់ដែលបាននិយាយថាត្រូវការសេវាកម្មរបស់ពួកយើងដែលពួកគាត់ត្រូវការ pet គាត់មាន pet ហើយប៉ុន្តែគាត់មានកន្លែងដើម្បីស្នាក់នៅដែលមានដើម្បីផ្ញើដែលអាចទុកចិត្តមានតម្លៃសមរម្យហើយផ្ដល់នូវសេវាកម្មជាច្រើនហើយនេះគឺជាគម្រោងដែលយើងនឹង partnership ជាមួយគឺ goat គឺផលិតផលអីផ្សេងៗយើងនឹងអាចចង់ collab ជាមួយនឹងខាងកសិដ្ឋានសត្វចិញ្ចឹមផ្ទះកក់ក្ដៅនេះហើយសម្រាប់ខាង vet វិញគឺ
ពី collaboration ពីចំណាន veterinary clinic ហើយក៏ព្រមទាំង stray animal rescue ផងដែរហើយនេះគឺជា competitive analysis របស់យើងគឺសម្រាប់របស់ pet boutique របស់ពួកយើងគឺយើងតម្លៃរបស់យើងគឺសមរម្យ service យើងក៏ច្រើន partnership យើងក៏មានស្រាប់បន្ថយresources ធនធានផ្សេងៗក៏យើងមានគ្រប់គ្រាន់ដែរចំណែកឯ Navaco Pet Store វិញគឺគាត់តម្លៃសមរម្យគឺ yes resources គឺគាត់ក៏មានដែរប៉ុន្តែ service គាត់អត់សូវមានព្រមទាំងគាត់អត់មាន partnership ជាមួយនឹងខាងដៃគូសហការណាផ្សេងទេសម្រាប់ IK Canal វិញគឺគាត់មានទាំងអស់ទាំង service ទាំង partnership ហើយនឹងធនធាន resources ប៉ុន្តែតម្លៃរបស់ពួកគាត់គឺរៀង premium ជាងរបស់ពួកយើងដោយសារគាត់រៀងថ្លៃជាងទីតាំងគាត់រៀងធំជាងហើយគាត់មានអតិថិជនច្រើនជាង yes ហើយនេះគឺជា scalability របស់ពួកយើងគម្រោងរបស់ពួកយើងនៅក្នុង short term នៅក្នុងក្រោមមួយឆ្នាំគឺយើងចង់ធ្វើការ soft opening មួយហើយយើងត្រូវការ marketing brand awareness operating នៅទីក្រុងភ្នំពេញហើយយើងក៏ឆ្នាំទី1គឺយើងចង់ accept តែទៅលើសត្វចិញ្ចឹមលើឆ្កែប៉ុណ្ណោះហើយបន្តមកទៀត medium term របស់ពួកយើងនឹងធ្វើការពង្រីក facility របស់ពួកយើងឲ្យកាន់តែធំជាងមុនហើយនឹង accept លើសត្វចិញ្ចឹមគ្រប់ប្រភេទបន្តមកទៀតនៅ5ឆ្នាំឡើងទៅខាងខាងប្រមុខទៀតយើងនឹងយើងមានបំណងចង់បំបែកជាសាខាទៅទីកន្លែងផ្សេងៗទៀតតាមខេត្តក្រុងនានាដើម្បីឲ្យប្រជាជនខ្មែរគ្រប់រូបអាចងាយស្រួលក្នុងការរកនិងសម្បូរទៅដោយកន្លែងដែលអាចងាយស្រួលរកកន្លែងរបស់ពួកយើងបានហើយ presentation ខ្ញុំបានចប់ដំណឹងហើយអរគុណអ្នកទាំងអស់គ្នាហើយនេះគឺជាក្រុមរបស់ខ្ញុំអញ្ចឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ចំណាយពេលស្ដាប់បាទ